ញមិញនេះទ័ពកម្ពុជាស្រែកថាជ័យយោសំលេង BM21 លាន់ដូចស្គរជ័យបាញ់ស្រោចសន្ធប់លើចៅសៀមទិសដៅប្រាសាទខ្នារងកើមេឃរុញជួយដីអនុញ្ញាតជម្រាបសួរបងប្អូនប្រិយមិត្តទេសនិកជនជាទីគោរពរាប់អានខណៈនេះខ្ញុំបាទសូមធ្វើការអាប់ដេតជូននៅព័ត៌មានទាន់ហេតុការណ៍ស្ដីអំពីស្ថានភាពនៅសមរភូមិជួរមុខនៃសង្គ្រាមឈ្លានពានរបស់ចៅសៀមមកលើដែនអធិបតេយ្យភាពរបស់កម្ពុជាខណៈពេលនេះដែរគឺម៉ោង 12:30 នាទីថ្ងៃត្រង់ទៅហើយប៉ុន្តែស្ថានភាពនៃការវាយប្រហាររបស់យោធាសៀមនៅតែបន្តអត់ដាច់ហើយថែមទាំងសម្រុកជាងសពមួយដងទៀតផងនេះគឺជាព័ត៌មានអាប់ដេតភាគទី2ហើយសម្រាប់ថ្ងៃទី14ខែធ្នូឆ្នាំ2025ហើយព្រឹត្តិការណ៍នេះផងដែរគឺសំខាន់ខ្លាំងណាស់សូមបងប្អូនប្រជាជនខ្មែរកូនខ្មែរទាំងអស់តាមដានទេសនានិងស្ដាប់ជាមួយខ្ញុំឲ្យបានដល់ចប់ហើយកុំភ្លេចជួយ share ម្នាក់មួយផងដើម្បីឲ្យពិភពលោកបានដឹងថាទង្វើដ៏ថោកទាបស្មោករោគរបស់យោធាសៀមវាបានធ្វើអ្វីខ្លះមកលើដែនអធិបតេយ្យភាពរបស់កម្ពុជាទ្រព្យសម្បត្តិរបស់កម្ពុជានិងប្រជាជនស្លូតត្រង់របស់កម្ពុជាសូមគោរពអញ្ជើញដូចតទៅតាមរយៈសារព័ត៌មានធំៗនិងប្រភពព័ត៌មានច្បាស់ការនៅឯជួរមុខបានបញ្ជាក់ឲ្យបានដឹងថាទោះបីជារសៀលថ្ងៃទី13ខែធ្នូឆ្នាំ2025លោកអាន់វ៉ាអ៊ីប្រាហ៊ីមនាយករដ្ឋមន្ត្រីរបស់ប្រទេសម៉ាឡេស៊ីក៏ដូចជាប្រធានបដូវវេនរបស់អាស៊ាននិងលោកដូណាល់ត្រាំប្រធានាធិបតីសហរដ្ឋអាមេរិកបានធ្វើសេចក្តីថ្លែងការណ៍ជាបន្តបន្ទាប់នៅក្នុងទំព័រ Facebook របស់លោកក៏ដោយថាកម្ពុជានឹងគោរពនៅបទច្បាញ់ដែលនឹងត្រូវចូលជាធរមាននៅវេលាម៉ោង 10 យប់នាថ្ងៃទី13ខែធ្នូឆ្នាំ2025នេះប៉ុន្តែនៅក្នុងស្ថានភាពសមរភូមិជាក់ស្ដែងសៀមមិនបានបញ្ឈប់សកម្មភាពវាយប្រហាររបស់ពួកគេទេពួកគេកាន់តែបន្ថែមកម្លាំងខណៈពេលដែលយោធាកម្ពុជាទម្លាក់ស្រោចគ្រាប់ BM21 ដោយទឹកភ្លៀងងាប់ហាលដោយខ្មោចសត្វហើយព្រឹកមិញនេះប្រភពព័ត៌មានច្បាស់ការរបស់កម្ពុជាក៏បានផ្សព្វផ្សាយផងដែរថាអររយៈពេលសង្គ្រាម6ថ្ងៃនេះយោធាសៀមដែលល្ងីល្ងើនោះបានបាត់បង់អាយុជីវិតរហូតដល់ 4000 នាក់ឯណោះខណៈពេលដែលអ្នករងរបួសធ្ងន់និងស្រាលចូលដល់រាប់ម៉ឺននាក់ហើយនេះមិនគិតរាប់ទាំងរថក្រនិងគ្រឿងសព្វាវុធគ្រប់បែបយ៉ាងដែលយោធាកម្ពុជាបានកំទេចនិងរឹបអូសយកនោះទេបើគិតចូលចាប់តាំងពីវេលាម៉ោង 3 ទៀបភ្លឺនាថ្ងៃទី14ខែធ្នូឆ្នាំ2025កងកម្លាំងយោធារបស់ថៃបានបន្តបាញ់ប្រហារមកលើកងកម្លាំងប្រដាប់អាវុធយោធារបស់កម្ពុជានៅខ្សែត្រៀមជួរមុខខាងភ្នំខ្មោចយ៉ាងខ្លាំងមិនបានប៉ុន្មាននាទីផងពលគឺនៅក្នុងវេលាម៉ោង 4កងកម្លាំងទាហានកម្ពុជាបានបាញ់ស្រោច BM21 ទៅវិញយ៉ាងចាស់ដៃតែម្ដងចូលមកកាន់ម៉ោង 4:40 នាទីទៀបភ្លឺនាថ្ងៃទី14ខែធ្នូដដែលសភាពការនៅសមរភូមិថ្មដាខេត្តពោធិ៍សាត់សមរភូមិបឹងត្រកួនសមរភូមិភូមិជោគជ័យភូមិព្រៃច័ន្ទនិងសមរភូមិទិសឧត្តរមានជ័យដូចជាថ្មដូនជប់គ្រោះជប់អង្គុញភ្នំឆាតភ្នំ300តាក្របីនៅមានសភាពស្ងប់ស្ងាត់នៅឡើយប៉ុន្តែសម្រាប់ឯទិសប្រាសាទព្រះវិហារដូចជាខាងភ្នំខ្មោចទាហានថៃក៏បានបន្តបាញ់ប្រហារចូលមកលើកម្លាំងខ្សែត្រៀមជួរមុខរបស់កម្ពុជាប៉ុន្តែត្រូវបានកម្លាំងរបស់យើងតបតដោយ BM21 ម្ដងទៀតត្រឡប់ទៅវិញផងដែរហើយមិនដឹងថាងាប់ប្រមាណអ្នកទេនៅវេលាថ្មនេះរហូតមកទល់ម៉ោង 5:00 នាទីទៀបភ្លឺពួកវាបានចាប់ផ្ដើមបាញ់ប្លង់ម្ដងទៀតហើយនៅឯច្រកអានសេះប៉ុន្តែកម្លាំងយើងមានភាពស្វាហាប់ជាទីបំផុតបានបោកឆាកប្រយុទ្ធគ្មានខ្លាចញញើតបន្តិចឡើយនៅវេលាម៉ោង 6:30 នាទីព្រឹកសមរភូមិនៅឯបឹងត្រកួនទាហានថៃក៏បានចាប់ផ្ដើមប្លង់ចូលម្ដងទៀតនៅវេលាម៉ោង 7:50 នាទីព្រឹកសមរភូមិជោគជ័យទាហានថៃបានចាប់ផ្ដើមបាញ់ប្រហារយ៉ាងសន្ធប់ផងដែរភ្លាមនោះនៅឯសមរភូមិឧត្តរមានជ័យវិញរួមមានថ្មដូនប្រាសាទតាក្របីប្រាសាទតាមាន់និងប្រាសាទខ្នារទាហានសៀមក៏បាននៅកំពុងតែបាញ់ប្លង់ចូលផងដែរខណៈពេលដែលខេត្តព្រះវិហារទាហានថៃមិនទាន់បញ្ឈប់ឡើយដោយសារតែពួកគេបានចាប់ផ្ដើមប្លង់ចូលជាបន្តបន្ទាប់ចូលភ្នំខ្មោចតាថាវប្រាសាទព្រះវិហារវាលឥន្ទ្រីតាសឹមភ្នំទ្រាប់និងចាក់ច្រែងចូលមកដល់ម៉ោង 8:15 នាទីព្រឹកយោធាសៀមបានប្រើប្រាស់ F16 ទម្លាក់គ្រាប់បែកមួយគ្រាប់នៅឯភូមិសាស្ត្រចមួយនេះបើយោងតាមសេចក្តីរាយការណ៍របស់ក្រសួងការពារជាតិកម្ពុជានៅម៉ោង 8:40 នាទីថ្មដូនតាមាន់ប្រាសាទតាក្របីប្រាសាទខ្នារឧត្តរមានជ័យកំពុងតែផ្ទុះខ្លាំងប៉ុន្តែយោធារបស់កម្ពុជាដាក់ទៅវិញទៅមកឡើងបកវិញយ៉ាងចាស់ដៃផ្ទាល់តែម្ដងគិតត្រឹមម៉ោង 8:50 នាទីព្រឹកនាថ្ងៃទី14ខែធ្នូឆ្នាំ2025នេះទាហានសៀមបាននឹងកំពុងតែបន្តបាញ់ចូលទឹកដីកម្ពុជាយ៉ាងខ្លាំងក្លាបូកជាមួយនឹងកន្លែងខ្លះទៀតទាហានសៀមបានរុញកម្លាំងថ្មើរជើងចូលមកផងដែរតែត្រូវកម្លាំងយើងបានទប់ទល់និងបាញ់សង្កត់យ៉ាងខ្លាំងក្លាជាទីបំផុតសម្រាប់សមរភូមិថ្មដាខេត្តពោធិ៍សាត់ទាហានថៃបានប្រើប្រាស់ F16 ជាបន្តបន្ទាប់ដើម្បីទម្លាក់គ្រាប់បែកនិងប្រឹងបញ្ជូនកម្លាំងថ្មើរជើងចូលកាន់កាប់ទីតាំងរបស់យើងតែកម្លាំងរបស់យើងទប់ទល់និងវាយបកយ៉ាងខ្លាំងក្លាទៅវិញយ៉ាងដំណំចូលមកកាន់ម៉ោង 9:40 នាទីព្រឹកកម្ពុជាបានស្រោច BM21 ចំខាងទិសដៅវាលឥន្ទ្រីនិងអានសេះពួកវាកំពុងតែសម្រុកខ្លាំងណាស់ដើម្បីចង់កាន់កាប់ទីនេះប៉ុន្តែវាបុកមិនរួចទេបងប្អូនដោយសារតែឥទ្ធិពលនៃ BM21 របស់កម្ពុជាចូលមកកាន់ម៉ោង 10:12 នាទីព្រឹក BM21 របស់យើងបានបាញ់ស្រោចសន្ធប់លើចៅសៀមនៅទិសប្រាសាទខ្នារយ៉ាងរង្គើមេឃរុញជួយដីហើយទ័ពរបស់កម្ពុជាបានស្រែកសន្ធប់ព្រមគ្នាថាជ័យយោខណៈនោះមិនដឹងថាតើទាហានរបស់សៀមងាប់អស់ប៉ុន្មានអ្នកទេហើយមកទល់វេលាម៉ោងប្រមាណជាជិត 11 ព្រឹកនាថ្ងៃទី14ខែធ្នូឆ្នាំ2025នេះយោធាសៀមក៏បានបន្តប្រើប្រាស់យន្តហោះ F16 ទម្លាក់គ្រាប់បែកនៅឯភូមិជោគជ័យនិងច្រកបឹងត្រកួននៅក្នុងភូមិសាស្ត្រខេត្តបន្ទាយមានជ័យរបស់កម្ពុជាជាមួយគ្នានោះផងដែរពួកវាក៏បានប្រើប្រាស់ដ្រូនទម្លាក់គ្រាប់បែកបន្ថែមទៀតនិងបាញ់កាំភ្លើងផ្លោងសង្គ្រប់លើប្រាសាទតាក្របីថ្មដូននៅក្នុងភូមិសាស្ត្រឧត្ត
បន្តមានជ័យបងប្អូនប្រិយមិត្តទេសនិកជនជាទីគោរពរាប់អានបងប្អូនជនរួមជាតិជាទីស្នេហាបងប្អូនទើបតែទទួលជ្រាបនៅការអាប់ដេតជាលើកទី2នាថ្ងៃទី14ខែធ្នូឆ្នាំ2025ហើយខ្ញុំបាទនឹងបន្តផ្សាយនៅការអាប់ដេតលើកទី3នៅក្នុងថ្ងៃទី14ខែធ្នូឆ្នាំ2015នេះដដែលសូមបងប្អូនតាមដានទេសនាជាមួយខ្ញុំនាពេលបន្តិចទៀតនេះប្រសិនបើមានស្ថានភាពអ្វីប្រែប្រួលខ្ញុំបាទនឹងធ្វើការអាប់ដេតជូនបងប្អូនបន្ទាន់ភ្លាមតែម្ដងដោយឡែកចំពោះព្រឹត្តិការណ៍ដែលខ្ញុំបាទជម្រាបជូនខាងលើបងប្អូនឃើញហើយសកម្មភាពរបស់វាមិនមានប្រៀបជាងកម្ពុជាទេខណៈពេលដែលកម្ពុជាប្រើប្រាស់ BM21 ប្រកបទៅដោយប្រសិទ្ធភាពខ្ពស់ខណៈពេលដែលយោធាកម្ពុជាមានស្មារតីដ៏អង់អាចក្លាហាននៅក្នុងការវាយបំបាក់ទ័ពសត្រូវឲ្យខ្លាប់ខ្លាចនិងវាយបកដ៏សំខាន់ឲ្យពួកគេបាក់ទ័ពរត់ចាក់ចាយនិងបាត់បង់អាយុជីវិតរាប់ពាន់នាក់ផងដែររហូតមកទល់ពេលនេះយើងឃើញថាបើទោះបីជាយោធារបស់សៀមធ្វើការបុកបញ្ចូលនៅទីហ៊ានថ្មើរជើងច្រើនដោយសម្ោចប៉ុណ្ណាក៏ដោយប៉ុន្តែចូលមកគឺងាប់ហើយបងប្អូនហើយបើតាមកំណត់សម្គាល់របស់ខ្ញុំឃើញថាបន្ទាប់ពី BM21 ស្រោចពីលើពួកវាងាប់ច្រើនអ្នកពេកទៅភ្លាមនោះវាបានបញ្ចេញយន្តហោះ F16 ដើម្បីទម្លាក់គ្រាប់បែកលើយោធាថ្មើរជើងរបស់កម្ពុជាផងដែរប៉ុន្តែសូមបញ្ជាក់ផងដែរថាទឹកដីរបស់យើងភូមិសាស្ត្ររបស់យើងមិនងាយឲ្យអ្នកឯងទម្លាក់ចំងាយទេខណៈពេលម្សិលមិញនេះក៏មានករណីមួយដែលគួរឲ្យហួសចិត្តជាទីបំផុតខុសបច្ចេកទេសយន្តហោះ F16 បានទម្លាក់គ្រាប់បែកចំទីតាំង